សម្រាប់បងដែលចូលចិត្តញ៉ាំជាប្រភេទសាច់អាំងបែបចិនស៊ុបមីជូរហុលហើយបងតែងតែមានការព្រួយបារម្ភរឿងអនាម័យបងនៅខាងហាងរបស់យើងគឺថាអនាម័យសូមធានាថាអនាម័យល្អដូចបងឃើញនៅក្នុងវីដេអូនេះអញ្ចឹងនៅរៀងរាល់ថ្ងៃពួកយើងតែងតែបោសសម្អាតនិងធ្វើការម៉ាប់ជារៀងរាល់ថ្ងៃទាំងខាងក្នុងខាងក្រៅមុខហាងបន្ទប់ទឹកក៏ដូចជាខាងផ្ទះបាយព្រោះតែយើងយល់ថាការបើកជាភោជនីយដ្ឋានណាបងរសជាតិក៏សំខាន់តម្លៃក៏ត្រូវតែសមរម្យចំណុចអនាម័យក៏ត្រូវតែមានអនាម័យខ្ពស់សម្រាប់អ្នកបរិភោគដែរដូច្នេះបងអាចទុកចិត្តបានរឿងអនាម័យរសជាតិហើយនិងតម្លៃហ្នឹងគឺថាសមរម្យមែនទែនបងសម្រាប់រសជាតិរបស់ហាងរបស់យើងបងគឺជាប្រភេទរសជាតិដើមមកពីខាងស្រុកនីវជូខេត្តខ្វាងស៊ីប្រទេសចិនណាបងនិយាយទៅបើសិនជាបងធ្លាប់ទៅលេងប្រទេសចិនបងចង់ញ៉ាំអាហារដែលរសជាតិនៅស្រុកដើមបងគ្រាន់តែមកហាងជូកឺសាច់អាំងបែបចិននេះបងគឺបងដូចជាបានទៅលេងប្រទេសចិនអញ្ចឹងតែតម្លៃយើងវិញគឺថាសមរម្យមែនទែនបងគឺជាតម្លៃសម្រាប់ប្រជាជនខ្មែរយើងទូទៅទេដូចជាមីជូរហុលរបស់យើងមួយចាន12,000ហើយបន្លែសាច់អីគឺយើងចាំមានចាប់ពីតម្លៃ2,000ឡើងទៅហើយយើងក៏មានជាប្រភេទអបឈាមទាឆាខ្ចៅឆាមីជូរហុលហើយទីតាំងរបស់យើងគឺនៅខាងផ្លូវ271បង